លេងភ្លាមអាឡម៉បកាមចង់ងាប់មែនទេសុំទោសផងខ្ញុំអត់បានតាំងចិត្តទេចុះអញហ៊ានថាអត់តាំងចិត្តទៀតកូនសម្លាញ់ទីនេះរៀងថ្លង់បន្តិចម៉ាក់បិទសិនហើយណាខ្ញុំពិតជាអត់មានចិត្តណាមែនហ្វេនឲ្យជួបប្រុសចង្រៃទៀតហើយថ្ងៃចាំងមកស្ទាបគូតគេហើយធ្វើមុខមិនដឹងខ្យល់ទៀតសេចក្តីជូនដំណឹងជើងហោះហើរសិស្ស81ចិត្តបិទច្រកចេញដំណើរហើយលើកក្រោយកុំឲ្យខ្ញុំជួបមុខអញទៀតអសោះមានរឿងអីហ្នឹងស៊ីម៉ាស៊ីនរលត់ហើយយន្តហោះត្រូវចុះចតបន្ទាន់រលត់មានន័យថាម៉េចទៅពួកយើងនឹងស្លាប់មែនទេអ្នកទាំងអស់គ្នាតោងឲ្យជាប់ទៅយន្តហោះកំពុងធ្លាក់ចូលសមុទ្រហើយខ្លួនខ្ញុំមិនមានរបួសសូម្បីតែបន្តិចសំណាងល្អណាស់ដែលនៅរស់ណែភ្ញាក់ឡើងនេះខ្ញុំនៅរស់មែនទេអាប្រុសចង្រៃមិនក៏ងាប់ហើយនៅមកជួបឯងទៀតចេះណងទី1ខ្ញុំមិនមែនប្រុសចង្រៃទេទី2នាងនៅរស់នៅឡើយទេនាងសម្រាប់នៅទីនេះសិនទៅខ្ញុំទៅមើលអ្នកផ្សេងបន្តិចសិនគិតមិនទៅកូនស្រីកំពុងរងចាំខ្ញុំត្រឡប់ទៅផ្ទះវិញណាកុំបារម្ភអីច្បាស់ជាមានគេមកជួយមិនខានទេមិនស្រួលទេគាត់លងទឹកហើយណែឯងមិនខ្ពើមទេហ៎សង្គ្រោះមនុស្សជារឿងសំខាន់បំផុតអូយឯងកំពុងធ្វើអីហ្នឹងកុំរើឯងមិនខ្លាចខ្ញុំប្តឹងពីបទបំពានគេខ្មាស់ទេអីនាងឯងយកច្រឡំហើយមើលចុះនេះវាឆ្លៀតឱកាសច្បាស់ណាស់គាត់ទើបតែលងទឹក4ទៅ6នាទីក្រោយលងទឹកគឺជាពេលវេលាមាសសម្រាប់សង្គ្រោះបើនាងមិនចង់ឲ្យគាត់ស្លាប់ទេសូមបិទមាត់ទៅស៊ីនាងមិនអីទេមែនទេមេប៉ាយខ្ញុំមិនអីទេចាស់នាងធ្វើឲ្យខ្ញុំភ័យចង់ស្លាប់ហើយណែចុះឯងចង់ទៅណាតើពួកយើងនៅមានសង្ឃឹមរស់ត្រឡប់ទៅវិញទេខ្ញុំកំពុងតែគិតរកវិធីហើយឈប់យំទាំងអស់គ្នាទៅទីនេះជាមហាសមុទ្រប៉ាស៊ីហ្វិកដែលស្ថិតនៅក្បែរខ្សែហោះហើរតំបន់ស្វែងរកជួយសង្គ្រោះច្បាស់ជាមិនធំពេកនោះទេគ្រាន់តែរងចាំប៉ុន្មានម៉ោងទៀតប៉ុណ្ណោះប្រកាសជាមានក្រុមសង្គ្រោះមកជួយពួកយើងហើយមែនទេមែនហើយខ្ញុំហ៊ានស្ពះចឹងល្អណាស់គ្មានអ្នកណាមកជួយពួកយើងនោះទេហេតុអីទៅមានន័យថាម៉េចដែលថាគ្មានគេមកជួយពួកយើងនោះក្រុមសង្គ្រោះប្រហែលជារកពួកយើងមិនឃើញនោះទេមិននឹងអាចទៅរួចទៅព្រោះតាមពិតទៅពួកយើងមិនមែននៅមហាសមុទ្រប៉ាស៊ីហ្វិកទេនេះហើយជាភស្តុតាងនេះជារបស់អីទៅនេះគឺជាស្លឹកតើយសមុទ្រជាទូទៅផ្នែកខាងក្រោយរបស់វាមានពណ៌បៃតងប៉ុន្តែមួយនេះផ្នែកខាងក្រោយរបស់វាគឺមានពណ៌សប្រាក់ទៅវិញពណ៌សប្រាក់ហ៎លក្ខណៈបែបនេះមានដុះតែនៅក្បែរមហាសមុទ្រឥណ្ឌាប៉ុណ្ណោះចឹងពួកយើងកំពុងនៅមហាសមុទ្រឥណ្ឌាហ៎រឿងនេះមិននឹងអាចទៅរួចទៅលើហោះហើររបស់ពួកយើងគឺនៅឆ្ងាយពីមហាសមុទ្រឥណ្ឌារហូតដល់ទៅជាង 3000 គីឡូម៉ែត្រឯណោះមានជ្រុនទឹកសមុទ្រមួយឈ្មោះថាជ្រុនទឹកឥណ្ឌូនេស៊ីវាហូរពីមហាសមុទ្រប៉ាស៊ីហ្វិកចូលទៅកាន់មហាសមុទ្រឥណ្ឌាប្រសិនបើក្នុងពេលដែលពួកយើងកំពុងសន្លប់ហើយចៃដនអនដែកចំជ្រុនទឹកមួយនេះនោះពួកយើងប្រកាសជាត្រូវជ្រុនទឹកនេះគួចនាំយកមកដល់ទីនេះហើយបើអញ្ចឹងតើពួកយើងគួរធ្វើយ៉ាងម៉េចទៅខ្ញុំពិតជាមិនចង់ស្លាប់នៅទីនេះទេទោះគ្មានអ្នកមកជួយពួកយើងក៏មិនមែនមានន័យថាពួកយើងត្រូវស្លាប់នៅទីនេះដែរលោកមានសមត្ថភាពជួយឲ្យពួកយើងរស់បានទេខ្ញុំអាចបែងចែកប្រភេទសត្វសមុទ្របានដឹងថាមួយណាអាចហូបបានហើយមួយណាមានពិសរបស់អស់នេះជំនួយការរបស់ខ្ញុំក៏ចេះមើលដែរគ្រាន់តែអានសៀវភៅឲ្យច្រើនទៅក៏អាចដឹងបាត់ទៅហើយចុះនាងសាក់និយាយមើលថាពួកយើងគួរធ្វើអីនៅពេលនេះសុំទោសផងមេប៉ាយខ្ញុំពិតជាមិនដឹងមែនចុះឯងវិញខ្ញុំឈ្មោះយេហ្វឹងជាមនុស្សម្នាក់ដែលចូលចិត្តការរស់រានបែបផ្សងព្រេងចុះអ្នកទាំងអស់គ្នាវិញឈ្មោះអ្វីខ្លះប្រាប់មកមើលខ្ញុំឈ្មោះប៉ៃវ៉ាន់ឈៀងប្រធានក្រុមហ៊ុនសឹងហ៊ូ
ខ្ញុំ Liver CC ជាជំនួយការរបស់មេប៉ាយខ្ញុំវ៉ាងឈៀនជាម្ដាយតូម្នាក់ខ្ញុំយីស៊ីវលូជា idol លេងបណ្ដាញសង្គមមិនក៏សួយឲ្យខ្ញុំមកជួបរឿងបែបនេះទៅវិញបានហើយពេលនេះវាមិនមែនជាពេលត្រូវមកត្អូញត្អែរនោះទេកិច្ចការសំខាន់បំផុតរបស់ពួកយើងគឺត្រូវទៅស្វែងរកប្រភពទឹកសិនចរន្តទឹកនឹងនាំយកសម្រាមពីទីក្រុងជាប់មាត់សមុទ្រមកទីនេះទោះបីជារបស់ទាំងនេះជាការបំពុលសមុទ្រក៏ពិតមែនតែវាក៏ជាឱកាសសម្រាប់ឲ្យពួកយើងរស់រានមានជីវិតដែរពួកនាងចាប់គូពីរនាក់មួយក្រុមហើយបំបីគ្នាទៅរកទៅត្រូវផ្ដោតសំខាន់ទៅលើការរកវត្ថុណាដែលអាចដងទឹកបានបើចឹងខ្ញុំនឹង CC មួយក្រុមចុះ20នាទីក្រោយត្រឡប់មកជួបគ្នានៅទីនេះវិញអញ្ចឹងពួកយើងទៅជាមួយគ្នាចុះរឿងអំបញ្ញមិញនឹងខ្ញុំពិតជាមិនបានតាំងចិត្តមែនណាមិនអីទេខ្ញុំយល់សម្បកទេតើអត់មានទឹកនោះទេខាងខ្ញុំនេះវិញក៏អត់មានអីទាំងអស់នេះអ្នកទាំងអស់គ្នាខ្ញុំរកឃើញរណ្ដៅទឹកតូចមួយនៅទីនេះគ្រាន់តែមិនដឹងថាអាចយកមកផឹកបានអត់ទេតោះយើងទៅមើលសិនទៅក្រែងលោអាចយកមកផឹកបានពេលនេះខ្ញុំស្រេកទឹកខ្លាំងណាស់មិនបានទេនេះគឺជាទឹកដក់ស្អុយទេតើបើអញ្ចឹងគួរគិតមិនទៅប្រហែលជាយកមកចម្រោះបន្តិចទៅអាចផឹកបានហើយដល់ថ្នាក់នឹងទៅហើយតើឲ្យពួកយើងទៅរកប្រដាប់ចម្រោះទឹកឯណាបានទៅតាមពិតទៅស្រោមជើងដែល CC និង Sivlu កំពុងពាក់នេះគឺអាចយកមកធ្វើជាឧបករណ៍ចម្រោះទឹកដ៏សាមញ្ញមួយបានថាម៉េចអញឈួតទេអីអញចង់ឲ្យពួកយើងដោះស្រោមជើងឲ្យអញយកទៅធ្វើប្រដាប់ចម្រោះទឹកគឺយកមកចម្រោះសម្រាប់ឲ្យពួកនាងទេតើម្យ៉ាងទៀតទឹកនេះក៏ពួកនាងអ្នកស្រីចង់ផឹកដែរនិយាយនេះដូចជាអញមិនផឹកអញ្ចឹងយ៉ាងណាក៏មិនបានដែរហេតុអីទៅរុនស្រោមជើងនេះគឺមានទំហំតូចជាង60មីក្រូអាចចម្រោះបាក់តេរីក្នុងទឹកបានយ៉ាងច្រើនពេលនេះពួកយើងកំពុងធ្លាក់មកលើកោះស្ងាត់ជ្រុងហើយអញជាមនុស្សប្រុសតែម្នាក់គត់នៅទីនេះតើមិនឲ្យពួកយើងចេះប្រុងប្រយ័ត្នខ្លួនបន្តិចទេអីម្យ៉ាងទៀតអញធ្លាប់មានប្រវត្តិមិនល្អស្រាប់ផងតែជើងរពឹសមិនចេះនៅស្ងៀមនេះនាងកំពុងគិតថាខ្ញុំចង់ឆ្លៀតឱកាសពីពួកនាងមែនទេចុះឯងគិតថាម៉េចដែរអ្នកដែលតាមញ៉ែ CC អាចតម្រង់ជួរតាំងពីទីនេះដល់ក្រុងសៀងហៃណោះតើត្រឹមមនុស្សដូចឯងនេះសមនឹងឲ្យនាងដោះស្រោមជើងឲ្យដែរអីមេប៉ាយគុំនិយាយបែបនេះអីឯងក៏ស្រេកទឹកដូចគ្នានឹង CC តែយើងជាមនុស្សស្រីត្រូវតែចេះការពារខ្លួនឯងឥឡូវនេះពួកយើងកំពុងតែរកផ្លូវរស់ណាអ្នកស្រីចុះនាងវិញក៏គាំទ្រគំនិតរបស់មេប៉ាយដែរហ៎ឲ្យដោះស្រោមជើងចេញខ្មាស់គេស្លាប់ហើយខ្ញុំមិនដោះទេយល់ព្រមអញ្ចឹងពួកនាងទ្រាំស្រេកទឹកទៅចុះយេហ្វឹងចុះពួកនាងលោករកកន្លែងសម្រាប់មុនទៅចុះប៉ុន្តែខ្ញុំពិតជាស្រេកទឹកខ្លាំងណាស់ខ្ញុំមិនជឿទេថាកោះធំប៉ុណ្ណឹងហើយគ្មានផ្លែឈើដែលអាចញ៉ាំបានសោះនោះតោះយើងនាំគ្នាចូលព្រៃទៅរកមើលតាមពិតទៅនាងមិនមែនតាំងចិត្តចង់ប្រឆាំងនឹងលោកទេរឿងនេះខ្ញុំដឹងហើយកាលពីមុននាងជាមេកាយដែលមានឋានៈខ្ពង់ខ្ពស់តែឥឡូវត្រូវធ្លាក់ខ្លួនមកនៅក្រោមបញ្ជីគេអញ្ចឹងទើបនាងប្រកាសជាមិនព្រមចុះខ្ញុំលោកងីនោះទេចុះខ្ញុំឬក៏អត់វាលែងជារឿងសំខាន់ហើយការអាចរស់រានមានជីវិតបានទើបជារឿងសំខាន់បំផុតយេហ្វឹងតើលោកមានវិធីផ្សេងដើម្បីយកទឹកបានទៀតទេមានតែមែនហ៎មនុស្សយើងអត់ទឹក3ថ្ងៃទើបអាចស្លាប់បាននៅលើកោះអាកាសធាតុប្រែប្រួលមិនអាចស្មានដឹងទេពួកនាងគ្រាន់តែចាំពេលភ្លៀងធ្លាក់ទៅបានហើយបើអញ្ចឹងតើត្រូវឲ្យចាំដល់ពេលណាទៅអញ្ចេះទៅចុះយេហ្វឹងខ្ញុំក៏មានពាក់ស្រោមជើងដែរតើលោកយករបស់ខ្ញុំទៅប្រើចុះនាងឯងក៏មានពាក់ស្រោមជើងដែរហ៎ខ្ញុំពាក់ស្រោមជើងស្ដើងដែលមានពណ៌សាច់ខ្ញុំថាចឹងតើលោកឆាប់ងាកមុខចេញទៅខ្ញុំនឹងដោះវាឲ្យទៅលោកព្រមហើយនោះជាសំឡេងអីហ្នឹងពួកគេចូលទៅក្នុងព្រៃបាត់ហើយខ្ញុំក៏មិនដឹងដែរអំបញ្ញមិញឃើញនៅខាងផ្ទាំងធ្មនោះសោះខ្ញុំពិតជាមិនហ៊ានចូលទៅក្នុងព្រៃនោះទេតែនេះពួកគេបែរជាងើចូលទៅបាត់ទៅហើយយេហ្វឹងលោកត្រូវតែចូលទៅជួយពួកគេណាប៉ុន្តែនៅក្នុងព្រៃនេះអាចនឹងមានជ្រូកព្រៃសត្វពស់ពីសឬក៏ឧស្ម័នពលក៏ថាបានខ្ញុំសូមអង្វរលោកហើយណាជួយពួកគេផងទៅណាអូខេយល់ព្រមនាងអង្គុយលាក់ខ្លួននៅពីក្រោយខ្ញុំមកប៉ៃវ៉ាន់ឈីនលីវស៊ីស៊ីជីស៊ីវលូតើពួកនាងនៅណាមានស្នាមជើងវាគឺជាស្នាមជើងថ្មីទើបតែដើមមុននេះមិនលើសពី10នាទីទេមេប៉ាយស៊ីស៊ីវលូតើពួកនាងនៅណាទៅកុំតន់ភ័យអីពួកយើងដើរតាមស្នាមជើងនេះបន្តទៀតទៅនាងដឹងទេថានៅក្នុងព្រៃនេះតើអ្វីដែលគ្រោះថ្នាក់បំផុតពស់ពិសហសត្វដែលគ្រោះថ្នាក់បំផុតមិនមែនជាសត្វពស់នោះទេហើយក៏មិនមែនជាសត្វល្អិតមានពីរដែរតែវាគឺជាសត្វជ្រូកព្រៃសត្វជ្រូកព្រៃហោះចង្កុំរបស់ជ្រូកព្រៃអាចចាក់ទម្លុះផ្លូវរបស់មនុស្សបានល្បឿនរបស់វាពេលដែលធំពេញវ័យគឺអាចស្ទុះរត់លឿនជាងឡានទៅទៀតមានសម្លេងអីហ្នឹងជាជ្រូកព្រៃមែនទេគ្រាន់តែជាសត្វបក្សីសមុទ្រទេតើកុំធ្វើជាភ័យផ្ដេសផ្ដាសពេកមើលក៏មកពីលោកឯងនិយាយរឿងហ្នឹងមិញហ្នឹងតើ
នាងខ្លាចជាម្ដាយគេទៅហើយមិនក៏នៅខ្លាចរឿងអញ្ចឹងទៀតទៅកើតចុះធ្វើម្ដាយគេវាខុសផ្ទះអីទៅគឺខ្ញុំនៅតែខ្លាចតើវាមិនបានទេអីហាមសើចណាបានហើយខ្ញុំលែងសើចហើយចុះប្រសិនបើពួកគេជួបជ្រូកព្រៃមែនតើគួរគិតយ៉ាងម៉េចទៅពេលនេះខ្ញុំមិនមានអាវុធជាប់ខ្លួនទេប្រសិនបើពួកគេពិតជាសេមែននោះជួបនឹងជ្រូកព្រៃដោយចៃដន្យពួកគេប្រហែលជាតើគ្មានវិធីផ្សេងទៀតទេហ៎មានតែសត្វជ្រូកព្រៃមិនចេះឡើងដើមឈើទេអាចឡើងដើមឈើពួនបានតែគួរឲ្យស្ដាយដើមឈើនៅទីនេះវាពិបាកនឹងឡើងបន្តិចដូចនេះពួកយើងបានត្រឹមតែបួងសួងសូមកុំឲ្យពួកគេទៅជួបរឿងអាក្រក់សោះទៅម៉េចហ្នឹងនៅទីនោះដូចជាមានស្អីគេអូយនោះគឺជារបស់អីទៅកុំបញ្ចេញសម្លេងហើយក៏កុំរើថយក្រោយសន្សឹមទៅ